ប្រទេសយើងទីទៀតមានផលិតផលដែល make in Cambodia កាន់តែច្រើនហើយជាស្ដែងដោយប្រហែលថ្ងៃមុនគឺមានការ support បើកដំណើរការក្រុមហ៊ុនបច្ចេកវិទ្យាឡានគឺឡាន Ford ហើយខ្ញុំលើកទៅលើព័ត៌មាននេះដោយថ្ងៃទី30 ខែមេសាឆ្នាំ2025ខ្ញុំបានអានព័ត៌មានពី Channel Telegram ផ្លូវការរបស់សម្ដេចធិបតីហ៊ុនម៉ាណែតឃើញមានការចាប់អារម្មណ៍ពីក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានឈ្មោះថា A Data Technology Co Ltd ហើយក្រុមហ៊ុន A Data Technology នេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផលិតទៅលើឧបករណ៍ដូចជាឧបករណ៍ជាច្រើនខាងផ្នែកអេឡិចត្រូនិក robot computer ហើយដូចជាឧបករណ៍ហៅវិមាត្រខ្មែរយើងហ្នឹងគេហៅឧបករណ៍ biometric ដែលគាត់មានការចាប់អារម្មណ៍ចង់បើក office ទីស្នាក់ការរបស់គាត់នៅក្នុងស្រុកខ្មែរហើយក៏គាត់បង្ហាញអំពីចំណាប់អារម្មណ៍ទៅលើការចង់ផ្ដោតទៅលើវិស័យខាងបច្ចេកវិទ្យាទំនើបចង់បណ្ដោះទៅលើកូនខ្មែរអញ្ចឹងទៅខ្ញុំទទួលបានព័ត៌មាននេះសម្រាប់ខ្ញុំជាអ្នកខាងនៅក្នុងមានជំនាញនៅក្នុងវិស័យ Digital គឺមានការសប្បាយចិត្តមែនទែនចង់ចែករំលែកទៅលើព័ត៌មាននេះទៅដល់បងប្អូនហើយជាពិសេសបងប្អូនដែលយើងនៅក្នុងវិស័យជំនាញនៅក្នុងវិស័យ Digital ឬក៏កំពុងតែចាំបាច់ត្រូវការវិស័យ Digital ហ្នឹងគឺយើងគួរតែព្យាយាមចែករំលែកទៅលើព័ត៌មាននេះបង្ហាញអំពីឆន្ទៈក្នុងការគ្រប់គ្រងចង់ឲ្យមានមិនថាក្រុមហ៊ុន A Data Technology Co Ltd ឬក៏ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទេគឺអាចមានក្រុមហ៊ុនដូច Apple ដូចជាស្ដី Apple ហើយ Microsoft ឬក៏ Samsung ឬក៏ AWS អាចមកបង្កើត data center នៅក្នុងស្រុកខ្មែរយ៉ាងទៅអញ្ចឹងយើងជាកូនខ្មែរដែលរៀនជំនាញខាងហ្នឹងគឺយើងមានឱកាសច្រើនហើយជាក់ស្ដែងខ្ញុំលើកទៅ Ford មិញដោយក្រុមហ៊ុន Ford នៅពេលដែលគាត់មានវត្តមាននៅក្នុងស្រុកខ្មែរគឺយើងជួយបានច្រើនទៅដល់សេដ្ឋកិច្ចខ្ញុំអាចលើកត្រួសឧទាហរណ៍ដូចតម្លៃឡានចឹងតែអញ្ចឹងក៏មានតម្លៃរៀងទាបជាងតម្លៃដែលនាំចូលហើយអ្វីដែលសំខាន់គឺយើងបានផលិតផល Make in Cambodia ហើយយើងមានឱកាសទៀតក៏យើងមានផលិតផលដែលអាចនាំចេញទៅក្រៅប្រទេសទៀតអញ្ចឹង brand ឬក៏កិត្តិនាមអានេះថាគេឈ្មោះប្រទេសយើងក៏កាន់តែល្អកាន់តែនេះទៀតអាហ្នឹងមួយហើយមួយទៀតសម្រាប់កូនខ្មែរគឺយើងមានឱកាសការងារយើងមានឱកាសការងារអាចទទួលបានឱកាសការងារហើយលើសពីឱកាសការងារហ្នឹងគឺយើងមានឱកាសបញ្ចេញស្នាដៃពីព្រោះអ្នករៀនតែកាលណាក្រុមហ៊ុន Digital ឬក៏ក្រុមហ៊ុនបច្ចេកវិទ្យាគេត្រូវការមនុស្សណាគឺត្រូវការកូនខ្មែរដែលអ្នករៀនខាងហ្នឹងអ្នកជំនាញខាងហ្នឹងដើម្បីទៅចូលដល់បម្រើការងារហ្នឹងអញ្ចឹងយើងទទួលឱកាសការងារហើយក៏បានពង្រឹងទៅលើជំនាញរបស់យើងកាន់តែច្បាស់ទៀតបើយើងរៀនមកហើយយើងទៅធ្វើក្រុមហ៊ុនដែលអត់សូវទៅជាទទួលបានបទពិសោធន៍អាហ្នឹងធ្វើឲ្យចំណេះរបស់យើងហ្នឹងរៀនមកយើងអត់បានប្រើអស់ទេអញ្ចឹងអាហ្នឹងបូករួមមកឃើញ3ចំណុចធំដែលខ្ញុំចង់ឃើញថានេះក្រុមហ៊ុនដែលខាង technology ដូចជា A Data Technology នេះគាត់បានមកហើយគាត់មាន office ដែរអញ្ចឹងយើងក្នុងវិស័យ digital វិស័យ digital អ្នករៀន IT រៀនខាងវិទ្យាសាស្ត្រខាង technology អីទាំងអស់ robot អីទាំងអស់នេះសុទ្ធតែជាឱកាសការងារហើយចូលរួមបង្ហាញដូចខ្ញុំបានលើកអញ្ចឹងគឺបង្ហាញអំពីចន្ទៈក្នុងការគ្រប់គ្រងរដ្ឋាភិបាលហើយបង្ហាញទៅដល់អ្នកវិនិយោគទាំងអស់ហ្នឹងថាមានការគ្រប់គ្រងច្រើនហើយជាពលរដ្ឋខ្មែរអ្នករៀនជំនាញឬក៏តម្រូវការខាងវិស័យនេះគឺមានការគ្រប់គ្រងណាស់កាលណាយើងឃើញមតិវិជាពលរដ្ឋនេះច្រើនអញ្ចឹងខ្ញុំជឿថាអ្នកវិនិយោគទាំងអស់ហ្នឹងគេនឹងព្យាយាមទៅលើការចែករំលែកនេះដូចជាខ្ញុំមានប៉ុណ្ណឹងហើយបើសិនបើយើងមកថាខ្ញុំបើសម្រាប់ខ្ញុំប្រាថ្នាហ្មងខ្ញុំចង់ឲ្យមានក្រុមហ៊ុនដែលជា smart device ព្រោះយើងដឹងហើយខ្ញុំបន្ថែមបើកមុខឲ្យយកតិចទៀតយើងដឹងហើយថានៅក្នុងវិស័យ digital លុះត្រាតែមានពីរផ្នែកធំរីកចម្រើនហើយមានគេហៅទំនើបកម្មខ្ពស់ creative ខ្ពស់បានអាចធ្វើឲ្យគេហៅ digital platform នឹងរីកចម្រើនបានផ្នែកទី1គេហៅថាផ្នែកខាង device ខាងផ្នែកនៃឧបករណ៍ឬក៏រាល់ថ្ងៃគេហៅ smart device ដូចជា IoT device អញ្ចឹងទៅមិនថាជា computer
computer ដែលទំនើបទូរស័ព្ទអីទាំងអស់ហ្នឹងអាហ្នឹងសុទ្ធតែជាគេហៅថាជាផ្នែក physical ផ្នែករូបរាងទាំងអស់ហ្នឹងគឺត្រូវតែមានទំនើបកម្មល្អហើយមានក្រុមហ៊ុនដែលមានគេហៅថាបទពិសោធន៍ច្នៃប្រឌិតទៅលើអាទាំងអស់ហ្នឹងឲ្យបានល្អវាជាផ្នែកមួយហើយអញ្ចឹងវាត្រូវការផ្នែកមួយទៀតគឺពាក់ព័ន្ធទៅនឹងហៅផ្នែក software ផ្នែកកម្មវិធីអញ្ចឹងគេត្រូវការក្រុមឬក៏អ្នកជំនាញដែលខាង create ទៅលើ algorithm បង្កើតជាដំណោះស្រាយប្រើទិន្នន័យទាំងអស់ហ្នឹងដើម្បីឲ្យឧបករណ៍នេះគេហៅ smart អញ្ចឹងរហូតដល់ប្រទេសហ្នឹងគេអាចបង្កើតជា smart city smart agriculture អីទាំងអស់ហ្នឹង smart homes អញ្ចឹងបើសិនបើយើងអត់បូកអាហ្នឹងហើយជំនាញរបស់យើងមានតែមួយខាងណាទេដែលអត់ balance ណាអញ្ចឹងអាហ្នឹងធ្វើឲ្យវិស័យ digital ហ្នឹងក៏ក្នុងការប្រកួតប្រជែងជាមួយជាពិសេសដូច digital យើងមិនមែនប្រកួតប្រជែងនៅក្នុងស្រុកវាប្រកួតប្រជែងជាសកលជា worldwide អញ្ចឹងតែហ្នឹងឯងដែលយើងត្រូវតែជំរុញហើយនៅពេលដែលជំរុញហើយនឹងកសាងគ្រប់គ្រងនៅពេលដែលយើងទទួលបានឱកាសទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ការចែករំលែកដូចជាខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណ